Bà số đấy cừu này cừu tiếng kia chỉ thay một đòn tiết bà thay ní không trong một hai pi rồi dịp ca một thời sầm núa một hệ tiết từ sầm núa bé bà tôi sẽ ẩm sầm núa bẹp chưa được bà anh ta chưa được rồi tôi sẽ ẩm hiện tại chuột bà nhưng châu lại một thời sầm núa rồi đái bà châu lại một thời sầm núa rồi châu lại một thời sầm núa rồi đái máu rồi giờ mà được có choi question ấy bà hiện select my trade máu vì được một hàng tiền mà đối cho môi nắng tiền bọc short answer chừng bà nhưng lại nếu dương đặt chia sầm nua máu bà multiple choice question bà trường hợp tá ui họ nhầm số chỉ bị sạt mai vẫn tá rồi t Campuchiaទទួលបានឯករាជ្យនៅឆ្នាំណាបាទសួរតែឆ្នាំទេទាំងឡាននេះចម្លើយអត់មាន3 4តាមដែលយើងដាក់បាទតែ1935ឧទាហរណ៍ណាមួយទៀត1953មួយទៀត1952បាទទៀត1950ឧទាហរណ៍ណាអញ្ចឹងកន្លែងនេះបើសិនជាយើងគូសថេកកន្លែងណាមានន័យថាយើងដឹងថាជាចម្លើយត្រឹមត្រូវនេះជាចម្លើយជាអ្វីដែលយើងដាក់ឲ្យសិស្សជ្រើសរើសបាទអញ្ចឹងឧទាហរណ៍ថាឯករាជ្យកម្ពុជាទទួលបានឯករាជ្យនៅឆ្នាំណាយើងបញ្ជាក់ថាឆ្នាំនេះឆ្នាំ1953សិនជាចម្លើយរបស់យើងត្រឹមត្រូវណាបាទ1953ជាចម្លើយត្រឹមត្រូវបាទអញ្ចឹងយើងមាន4ចម្លើយបាទអញ្ចឹងយើងមាន4ចម្លើយក្នុងនេះបាទយើងមាន4ចម្លើយដែលយើងអាចជ្រើសរើសបានហើយ multiple choice question នេះគឺអត់មាន caption អត់មានអីទេអត់មាន ignore case អីណានៅខាងក្រោមនេះទេបាទមានន័យថាយើងដាក់ចម្លើយឲ្យសិស្សជ្រើសរើសតែម្ដងហើយយើងគូសគ្រីសនៅខាងឆ្វេងនេះបញ្ជាក់ថាចម្លើយណាមួយជាចម្លើយដែលត្រឹមត្រូវបំផុតបាទវាមានតែមួយចម្លើយទេបាទតោះមកយើងដាក់ដូចគ្នា description អីគេនិយាយពីប្រវត្តិវិទ្យាបាទឧទាហរណ៍មកdescriptionប្រវត្តិសាស្ត្រណាឧទាហរណ៍ណាបាទ reference របស់យើងគឺទៅជាមួយនឹងឯករាជ្យជាតិអូណាឬក៏យើងដាក់ថាតែឯករាជ្យទៅទេក៏បានដែរបាទកម្មវិធីសិក្សាបាទបើសិនជានៅក្នុងហ្នឹងគឺតកតើមួយប្រវត្តិដែរបាទសិនជាមានន័យថាដូចគ្នាតែក្នុងមេរៀននឹងដូចគ្នាយើងមិនបាច់ផ្លាស់ប្ដូរទេយើងជ្រើសរើសយកអានឹងតែម្ដងតែបើវាខុសគ្នាយើងអាចចុច change មកទៀតមកបាទ change យើងយកពីប្រវត្តិសាស្ត្រកម្ពុជាវិញនេះបាទប្រវត្តិសាស្ត្រកម្ពុជា select មកដល់ទី10និយាយពីប្រវត្តិសាស្ត្រកម្ពុជាបាទថ្នាក់អាចថាថ្នាក់ទី10ទៅដែរក៏បានឬក៏ថ្នាក់ទី7យើងជ្រើសរើសតាមនឹងមកទី8ទី9បាទបន្ទុកទទួលបានប៉ុន្មានអាចថា2ដាក់លេខ2បាទទទួលបាន2បន្ទុកហើយជាសំណួរបែបអីដែរបាទវានៅតែបែបចងចាំហើយកម្រិត1ដែរខ្ញុំដាក់អញ្ចឹងហើយបញ្ជាក់ថានេះគឺជា
សំណួរដែលខ្ញុំបានបង្កើតបាទជាគូគ្រីកដូចមុនដែរបាទអញ្ចឹង save and exit save preview នេះយើងដូចវីដេអូមុនគឺខ្ញុំចុចបង្ហាញកន្លែងនេះបាទ save and preview មានន័យថាយើងរក្សាទុកហើយយើងមើលសំណួរនឹងតែម្ដងនេះយើងអត់មានមើលទេគឺយើង save ហើយយើងរក្សាទុកហើយចាក់ចេញពីនឹងតែម្ដងខាងក្រោយគេនេះគឺយើងរក្សាសំណួរនឹងទុកហើយបង្កើតថ្មីមួយទៀតបាទអញ្ចឹងខ្ញុំយក save preview ន័យថាខ្ញុំរក្សាទុកហើយខ្ញុំមើលបាទតើសំណួរហ្នឹងវាយ៉ាងម៉េចដែរចាស់មើលទាំងគ្នាឥឡូវបាទ literature ជំទាំងមកហើយបាទតើប្រទេសកម្ពុជាទទួលបានឯករាជ្យនៅឆ្នាំណាសូមជ្រើសរើសចម្លើយដែលត្រឹមត្រូវបាទណា19355335ស្រៀងគ្នាយើងអាចដាក់ប្រឡំក្មេង check answer ឧទាហរណ៍ខ្ញុំដាក់ខុស no sorry that's not the right answer your score out of 2 score 0 out of 2បាន0ចម្លើយត្រឹមត្រូវនៅពេលដែលសិស្សឆ្លើយខុសគឺវាបង្ហាញបែបនេះតែម្ដងបាទចម្លើយត្រឹមត្រូវបាទខ្ញុំបិទពេញបាទ review ទៀតអត់មានអីអាប់ដេតទេបាទមានអីអាប់ដេតanswer មកបាទនេះសំណួរដែលយើងបានបង្កើតគឺមានចំនួន2បាទតកតងជាមួយភាសាអង់គ្លេសមួយនេះគឺជាសំណួរ short answer ដែលយើងឃើញសញ្ញាដកបែបនេះយើងអាចដឹងបាទយើងគូមកនេះសញ្ញាដក short answer អានេះបែបគូគ្រីឬក៏ជ្រើសរើសបាទតែជ្រើសរើសនេះយើងដឹងដែរចម្លើយណាត្រឹមត្រូវយើងគាត់ទៅដាក់លឿនហ្នឹងបាទសូមអរគុណចប់សម្រាប់សំណួរជ្រើសរើសបាទអរគុណម្ដងទៀត